សួស្តីទាំងអស់គ្នាខ្ញុំឈ្មោះខឿនសុធារាមកពីថ្នាក់ទី11 A អមផ្នែកវិទ្យាសាស្ត្រពិតដឹកនាំដោយអ្នកគ្រូរំរានីថ្ងៃនេះខ្ញុំបានលើកយកប្រធានបទមួយទាក់ទងនឹងព្រះច័ន្ទដើម្បីឲ្យអ្នកទាំងអស់គ្នាសិក្សានិងស៊ីជម្រៅទាក់ទងនឹងព្រះច័ន្ទព្រះច័ន្ទគឺជាភពរណកធម្មជាតិរបស់ផែនដីតែមួយគត់ហើយវាមានផ្ទៃដីជាសិលាដូចនឹងផែនដីដែរព្រះច័ន្ទវារង្វល់ជុំវិញខ្លួនឯងដែលមានរយៈពេល27ថ្ងៃនិងវិលជុំវិញផែនដីមានរយៈពេល29ថ្ងៃកន្លះព្រះច័ន្ទមានទំហំតូចជាងផែនដីហើយមានចម្ងាយពីផែនដី400គីឡូម៉ែត្រព្រះច័ន្ទក៏ទទួលពន្លឺពីព្រះអាទិត្យដូចនឹងផែនដីផងដែរហើយព្រះច័ន្ទមាន8វគ្គគឺវគ្គដើមខ្នោតវគ្គកណ្ដាលខ្នោតចុងខ្នោតពេញវងដើមរនោចវគ្គកណ្ដាលរនោចចុងរនោចនិងខែដាច់ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលមកស្ដាប់វីដេអូនេះខ្ញុំចង់ឲ្យរដ្ឋាភិបាលនិងអ្នកដែលសិក្សាស្វែងយល់ពីព្រះច័ន្ទបានយល់កាន់តែច្បាស់បន្ថែមទៀតសម្រាប់ថ្ងៃតាំងពិព័រណ៍សាលានៅថ្ងៃទី2ខែកក្កដាឆ្នាំ2023នេះកុំភ្លេចចូលរួមទាំងអស់គ្នាអរគុណ